សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ vlog របស់ខ្ញុំទៅកាន់កោះស្ដេចអញ្ចឹងពួកខ្ញុំចេញដំណើរពីភ្នំពេញប្រហែលជាម៉ោង 6 ជាងហើយយើងជិះតាមផ្លូវលបឿនលឿនអញ្ចឹងប្រហែលជាម៉ោង 9 ជាងតិចតួចយើងទៅដល់ផ្លូវកោះកុងនេះអ្នកទាំងអស់គ្នាផ្លូវកោះកុងឥឡូវស្អាតចិត្តបាន 100% ឯងនៅចំណុចមួយចំនួនឧទាហរណ៍ដូចស្ពានសែមបលនេះគេនៅថែមថយបន្តិចតួចទេទីគឺស្អាត 100% យើងជីបានលែងហុយលែងឲ្យដូចមុនអ្នកទាំងអស់គ្នាហើយនេះមកប្រហែលជាមួយដណ្ដប់ពួកយើងក៏បានមកដល់ផែអញ្ចឹងពីផែទៅកន្លែងយើងគេងចំណាយពេលប្រហែលជា5នាទីទេ Helloបង Hello តាអើយមកដាក់មុខឲ្យហើយមុនបាយកង់មិនចេញក្អួតចាកា Hello នេះហូបបាយអីចឹងណាបាយថ្ងៃតាញ៉ាំបាយមកអីអូនអូយណែមកសមុទ្រញ៉ាំបាយវាសាច់ក៏គេចេះដែរឡើយស្លាប់បំផានដែរអូឆ្ងាញ់ហ៎បងនេះអាំងសាច់អីគេថៃញៀតមានថៃញៀតមានសាច់ក្រកវ៉ាវហើយមានថៃសមុទ្រទេណានេះអ្នកសេវីតកមកទ្រីបហ្នឹងគឺគាត់ហើយអ្នកសេវីតកមើលមកឲ្យហើយកលុយនេះអ្នកអាំងសាច់ចាសេវីសាច់វ៉ាវមកអែមណាមកសមុទ្រទេណាប៉ុន្តែអាំងសាច់គោចាក៏អ្នកអាំងសាច់គោអាយ៉ាហើយនោះអ្នកឈៀអីចឹងណាកែទៅឥឡូវស៊ឺវាស្រែកតុកកែទីគេហ្នឹងតុកកែបងអានេះតុកកែមែនអូមកចង់មកកុំទីដល់លោកអានោះថ្លៃបានពីហើយបានពីហើយបងខ្ញុំមកចេះដល់ហើយចេះទៅស្ទូចគាត់ដល់ឲ្យទីទៅក្រោយអូខេនេះជាសកម្មភាពភីលេត្រីចង់ញ៉ាំភ្លាមក្រោយពីស្ទូចហើយអញ្ចឹងណាប៉ុន្តែ fail ទាំងអស់គ្នាខ្ញុំអត់កើតទេឆ្អាបហើយក្រៅពីស្ទូចត្រីយើងក៏ហែកទឹកមើលផ្កាថ្មចាប់កម្មប្រមាអីចឹងទៅប៉ុន្តែវីដេអូអត់សូវមានទេដោយសារតែវឹកវរជាមួយនឹងសកម្មភាពពេកអញ្ចឹងអត់សូវបានថតទេនេះថតបានតែសន្លឹក1 2ហើយនេះគឺជាសកម្មភាពល្ងាចឡើងស្ទូចថៃស្ទូចអីហើយឈៀលអង្គុយចាំមើល sunset អីអញ្ចឹងណាអញ្ចឹងគោលម្ដងយើងចង់មើល sunset លើទូកប៉ុន្តែ fail ទៅទេអ្នកទាំងអស់គ្នាអត់មាន sunset មើលទេមានតែមនុស្ស set ចា set ឡើងពេញទូកអត់ដឹងកើតថៃទេចាសบายសុកមក set អញ្ចឹងណាអញ្ចឹងអត់មាន sunset មើលយើងក៏ត្រឡប់មកភូមិវិញមក home stay វិញនេះជាសកម្មភាពដើរតាមភូមិដើម្បីទៅរកគ្រឿងសមុទ្រញ៉ាំពេលល្ងាចfail ទៅដល់អ្នកទាំងអស់គ្នាអត់សូវមានគ្រឿងសមុទ្រទេដោយសារតែវាល្ងាចពេកអញ្ចឹងនេះរបស់របរត្រីឬក៏អីខ្លះដែលយើងរកបាននៅពេលថ្ងៃហ្នឹងយកមកអាំងញ៉ាំអញ្ចឹងពួកយើងគេងនៅសេពិក home stay ហើយសកម្មភាពមានច្រើននៅពេលល្ងាចរាំលេងច្រៀងញ៉ាំអីអញ្ចឹងណាប៉ុន្តែអត់បានថតទេដោយសារតែវឹកវរពេកនេះគឺជាសកម្មភាពនៅពេលព្រឹកយើងដើរតាមផ្ទះអ្នកភូមិដើម្បីទៅរកអីញ៉ាំអញ្ចឹងណាអញ្ចឹងម្នាក់យកកាហ្វេម្នាក់មួយអស់ហើយអញ្ចឹងបណ្ដារៀងលឿនតិចអញ្ចឹងភូមិគេនេះមានសពគ្រប់បែបយ៉ាងមានពេទ្យមានផ្សារមានសាលាស្រុកអីចឹងទៅអញ្ចឹងយើងញ៉ាំអាហារពេលព្រឹកនៅផ្ទះអ៊ីតុំអញ្ចឹងកន្លែងគាត់ឆ្ងាញ់ប៉ុន្តែរៀងចាំយូរបន្តិចនិយាយអំពីតម្លៃនានានៅភូមិកោះស្ដេចសម្រាប់ខ្ញុំគិតថារៀងថ្លៃគួរសមដែរទាំងអស់ទាំងអាហារទាំងរបស់របរប្រើប្រាស់អីអញ្ចឹងតាំងពីតកកតាំងពីភេសជ្ជៈអីចឹងទៅអញ្ចឹងក្រោយពីយើងញ៉ាំអីយើងក៏បានជួកង់អគុយ1 ម៉ោង 1 ម៉ឺនអ្នកទាំងអស់គ្នាដើម្បីលុកលុយភូមិអញ្ចឹងណាចង់ដឹងថាភូមិគេមិនអីចឹងទៅអញ្ចឹងយើងជិះតាំងពីដើមភូមិរហូតដល់ចុងភូមិបាយពេកNè, nè, con cười kia ạ.
จ้าbông bay nhặt bác bay nhặt mong phát xong nó mốc đi mơ ôi phát